សុស្ដីអ្នកគ្នាខ្ញុំខេនស៊ីថ្ងៃនេះផងដែរយើងមកបន្តភាគរឿង Dr. Stone របស់យើងជាបន្តទៀតបើតាមពិតទៅខ្ញុំធ្វើវាយូរហើយគ្នាយើងក៏ប៉ុន្តែកាយវាអត់ចេញទៅទេអញ្ចឹងហើយមានតែធ្វើសារថ្មីតែម្ដងទៅតែកុំឲ្យខាត់ពេលវេលាយូរឥឡូវយើងចូលទៅកាន់សាច់រឿងរបស់យើងបន្តពីភាពមុននៅពេលដែលរាយសួយបានពឹងឲ្យពួកគាត់ទាំងអស់គ្នាជួយមកជីកត្បូងហ្នឹងពួកគាត់ក៏មិនចាំយើងនៅដែរក៏បាននាំគ្នាជួយជីកត្បូងមួយហ្នឹងដើម្បីឲ្យរាយសួយហើយសានខូបាននិយាយថាយើងអាចប្រមូលរ៉ែដែលនៅទីក្រុងបាសេឡូណាមួយហ្នឹងបានយ៉ាងច្រើនតែម្ដងហើយមិនបានយូរប្រហែលទេពួកគេក៏បានប្រមូលវាយ៉ាងច្រើនដាក់ទៅលើទុករបស់សែនខូហើយ speaker បាននិយាយថាពួកវាទាំងអស់ហ្នឹងពិតជាភ្លឺចាងចាងស្រស់ស្អាតខ្លាំងមែនតើហើយសែនខូបានប្រាប់ថាបើសិនជាវាត្រូវកម្ដៅច្បាស់ណាស់ថាវានឹងស្អាតជាងនឹងទៀតហើយមិនចាំយូរទេលោកមហាស្គីក៏បានយករ៉ែមួយហ្នឹងយកមកកែច្នៃហើយ speaker បាននិយាយថាមើលទៅដូចជាកញ្ចក់វ៉ែនតារបស់នាងអញ្ចឹងហើយសែនខូក៏បានប្រាប់ថាកញ្ចក់មួយហ្នឹងផលិតឡើងដោយ Polar Fluoride វាគឺជាចំណុចដ៏ជាក់លាក់ខ្ពស់មួយអ្វីដែលសំខាន់ហ្នឹងវាអាចផលិតធ្វើជាកែវយិត្តមួយដែលឆ្លុះមើលបានយ៉ាងឆ្ងាយតែម្ដងនៅពេលนั้นដែរក៏បាននិយាយថាវាពិតជាមើលបានឆ្ងាយខ្លាំងមែនតើវាអាចនឹងមើលឃើញទៅដល់ឋានព្រះច័ន្ទផងដែរហើយសែនខូបាននិយាយថាពួកគេនឹងបង្កើតអ្វីៗដែលថ្មីហើយវានឹងអស្ចារ្យជាងនឹងទៀតឥឡូវយើងកន្លែងមកកាន់កន្លែងលោកអ៊ំហាស្គីអានេះវិញឥឡូវនេះផងដែរគាត់ក៏បានមើលទៅកាន់រ៉ុកែតហ្នឹងហើយគាត់បាននិយាយថានេះគឺជារ៉ុកែតដែលផលិតទៅកាន់ឋានព្រះច័ន្ទមែនឬទេនៅពេលដែលឃើញរ៉ុកែតហ្នឹងតូចអញ្ចឹងស្វីកាក៏បាននិយាយថានេះសម្រាប់តែនាងម្នាក់គត់តែប៉ុណ្ណោះដែលអាចទៅកាន់ឋានព្រះច័ន្ទបានធ្វើដូចខ្លួនឯងតូចអញ្ចឹងចង់ធំជាង Chelsea ទៅទៀតមែនតើផ្លេចគិតថាឥឡូវខ្លួនឯងធំជាងមុននៅពេលนั้นដែរសែនខូបាននិយាយថាវាគ្រាន់តែជារ៉ុកែតគំរូតែប៉ុណ្ណោះដែលគាត់បានចងភ្ជាប់វាជាមួយនឹងយន្តហោះរបស់សែនណូដើម្បីសាកល្បងធ្វើរ៉ុកែតមួយនេះនៅពេលนั้นដែរកែនបាននិយាយថាវាពិតជាអស្ចារ្យខ្លាំងមែនទែនបើទោះបីវាជាគំរូមែនក៏ដោយមិនយល់មិនចាំទេពួកយើងទាំងអស់គ្នានឹងអាចផលិតវាបានហើយនឹងខិតចិត្តទៅកាន់ឋានព្រះច័ន្ទសូម្បីតែនៅពិភពថ្មីនេះក៏ដោយនៅពេលដែលបានលើអញ្ចឹងរីយូស៊ុយក៏បាននិយាយថាដើម្បីទៅដល់ទីនោះយើងត្រូវការស្វែងយល់ដើម្បីកណនាកន្លងរបស់ពួកវាឲ្យបានច្បាស់លាស់ហើយដើម្បីស្វែងយល់អំពីពួកវាឲ្យកាន់តែច្បាស់ពួកយើងទាំងអស់គ្នានឹងទៅកាន់ទីក្រុងនៃគណិតវិទ្យានៃប្រទេសឥណ្ឌានៅពេលដែលលើអញ្ចឹងកែនក៏បាននិយាយថាទីក្រុងនៃគណិតវិទ្យាហើយសែនខូបានប្រាប់ថាប្រទេសឥណ្ឌាតែងតែមានភាពឆ្លាតវៃការអប់រំគណិតវិទ្យាកម្រិតខ្ពស់ហើយពួកគេទាំងអស់គ្នាទទួលស្គាល់ទូទាំងពិភពលោកសម្រាប់ការពូកែខាងគណិតវិទ្យាហើយរីយូស៊ុយបានប្រាប់ថាដូច្នេះហើយបានជាពួកយើងទាំងអស់គ្នាត្រូវការពួកគេដើម្បីកណនាកន្លងឲ្យបានច្បាស់លាស់ទៅតាមអ្វីដែលពួកយើងត្រូវការហើយក្រុមបាននិយាយថាតើយើងត្រូវធ្វើដំណើរទៅប្រទេសឥណ្ឌាដោយរបៀបណាទៅឥឡូវនេះផងដែរពួកយើងកំពុងតែនៅប្រទេសអេស្ប៉ាញហ្នឹងហើយ Francois បាននិយាយថាអញ្ចឹងពួកយើងទាំងអស់គ្នានឹងធ្វើដំណើរផ្លូវដ៏វែងឆ្ងាយមួយនេះឆ្លងកាត់សមុទ្រ Cape of Good Hope ដែលបកវាជាភាសាខ្មែរមានន័យថាចន្លងភ្នំនៃក្តីសង្ឃឹមល្អបន្ទាប់មករីយូស៊ុយបាននិយាយថាឥឡូវនេះផងដែរពួកយើងទាំងអស់គ្នាកំពុងតែជួបរឿងបញ្ហាមួយចំនួនដោយសារតែពួកយើងទាំងអស់គ្នាធ្វើដំណើរផ្លូវដ៏វែងឆ្ងាយមួយនេះពួកយើងទាំងអស់គ្នាច្បាស់ណាស់ថានឹងចំណាយអស់ប្រេងយ៉ាងច្រើនតែម្ដងអញ្ចឹងហើយដើម្បីចំណាយវាអស់តិចយើងត្រូវតែរកផ្លូវកាត់ដើម្បីទៅកាន់ប្រទេសឥណ្ឌានៅពេលដែលលើអញ្ចឹង Chelsea បាននិយាយថាមិនចាំបាច់បារម្ភនោះទេអារឿងផ្លូវកាត់មួយហ្នឹងចាំនាងជាអ្នកដោះស្រាយឲ្យហើយរីយូស៊ុយបាននិយាយថារឿងដែលគាត់ខ្វាយខ្វល់នៅពេលនេះគឺជារឿងដែលជាប់កប៉ាល់របស់ពួកគេតែប៉ុណ្ណោះដោយសារតែផ្លូវវាគឺជាផ្លូវតូចៗអញ្ចឹងហើយកប៉ាល់របស់ពួកគេពិតជាពិបាកបើកបរខ្លាំងមែនតើថាមិនត្រូវកប៉ាល់របស់ពួកគេនឹងអាចជាប់គាំងនៅទីនោះរហូតតែម្ដងនៅពេលដែលលើអញ្ចឹងក្រុមក៏បានរត់ទៅមើលផែនទីហើយគាត់បាននិយាយថានេះនៅមួយប៉ែកម្ដុំនេះវាពិតជាគ្មានទឹកនោះទេអញ្ចឹងហើយពួកយើងទាំងអស់គ្នានឹងត្រូវធ្វើដូចម្ដេចចំពោះកន្លែងមួយហ្នឹងអញ្ចឹងហើយបើសិនជាពួកយើងទាំងអស់គ្នាមិនធ្វើដំណើរទៅតាមផ្លូវកាត់នោះទេច្បាស់ណាស់ថាវានឹងលើសខ្វះខាតគ្នាឡើង70000គីឡូឯណោះហើយរីយូស៊ុយបាននិយាយថាទៅតាមផ្លូវកាត់វាច្បាស់ជាមិនចំណាយពេលយូរនោះទេអ្វីដែលគាត់ព្រួយបារម្ភបំផុតហ្នឹងនៅពេលដែលពួកគេទាំងអស់គ្នាកំពុងតែធ្វើដំណើរទៅកាន់ផ្លូវកាត់នៅបន្លាយមួយហ្នឹងគាត់ខ្លាចតែមានច្រាំងមួយដែលពួកគេមិនអាចធ្វើដំណើរទៅកាន់ខាងមុខបានហើយអ្វីដែលសំខាន់បំផុតហ្នឹងគឺពួកគេទាំងអស់គ្នាក៏មិនអាចធ្វើដំណើរបកមកកាន់ខាងក្រោយវិញបានផងដែរនៅពេលហ្នឹងដែរលោកអ៊ំហាស្គីក៏បានលើកកែវយិត្តដើម្បីឲ្យពួកគេមើលស្ថានភាពផ្លូវទៅកាន់ខាងមុខហើយក៏មិនចាំយូរណាស់ដែរពួកគេទាំងអស់គ្នាក៏បានបញ្ចេញម៉ាស៊ីនដើម្បីធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាដើម្បីឲ្យដឹងអំពីស្ថានភាពផ្លូវដែលទៅកាន់ខាងមុខពួកគេក៏បានបង្ហោះពងមួយឲ្យ Chelsea ពិនិត្យមើលផ្លូវដើម្បីឲ្យនាងអាចគូសផែនទីបានគ្រាន់តែពិនិត្យបានបន្តិច Chelsea ក៏បាននិយាយថាមិនអីនោះទេនាងអាចនឹងគូសវាបានទាំងអស់តែម្ដងហើយក៏មិនចាំយូរណាស់ដែរ Chelsea នាងក៏បានទៅគូសផែនទីនៅពេលដែលនាងគូសបានមួយសន្ទុះក្រោយមកនាងក៏បានលើកមកហើយនាងបាននិយាយថានៅខាងមុខរបស់ពួកគេវានឹងមានផ្លូវបាំងគ្រាន់តែលើអញ្ចឹងហើយពួកគេទាំងអស់គ្នាពិតជាអស់សង្ឃឹមខ្លាំងមែនតើនៅពេលនោះផងដែរ Chelsea ក៏បានទៅពិនិត្យមើលកែវឆ្លុះរបស់ពួកគេហើយនាងក៏បានឃើញថាវាគ្រាន់តែជាកំទេចកំទីរបស់ឈើដែលបានបិទកាត់បន្លាយតែប៉ុណ្ណោះគ្រាន់តែលើអញ្ចឹងគូបាននិយាយថាមិនអីនោះទេនាងនឹងកាប់កំទេចវាអស់តែម្ដងហើយរីយូស៊ុយបាននិយាយថាឥឡូវនេះផងដែរពួកយើងទាំងអស់គ្នានឹងធ្វើការបំផ្ទុះវាចោលហើយពួកយើងទាំងអស់គ្នាត្រូវតែធានាថាផ្លូវមួយនេះផងដែរពួកយើងទាំងអស់គ្នាទៅហើយគឺមិនអាចត្រឡប់មកវិញបាននោះទេហើយក៏មិនចាំយូរណាស់ដែរសែនខូក៏បានយករ៉ុកែតដែលផលិតជាគំរូរបស់គាត់ហ្នឹងយកទៅបំផ្ទុះកំទេច
កំទីមួយនឹងចោលដើម្បីឲ្យពួកគេទាំងអស់គ្នាអាចធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាបានហើយឥឡូវនេះផងដែរផែនការរបស់ពួកគេទាំងអស់គ្នាទៅដោយរលូនហើយឥឡូវនេះផងដែរពួកគេទាំងអស់គ្នាបានធ្វើដំណើរចេញអំពីប្រទេសអេស្ប៉ាញទៅកាន់ប្រទេសឥណ្ឌាហើយសម្រាប់រឿងមួយនឹងផងដែរខ្ញុំសូមបញ្ចប់វាតែត្រឹមប៉ុណ្្នឹងសិនហើយសម្រាប់គ្នាយើងណាដែលមកថ្មីមិនទាន់ជួយ Subscribe ឲ្យ Channel Admin ទេសូមគ្នាយើងជួយចុចម្នាក់មួយផងបាយបាយជួបគ្នានៅវីដេអូក្រោយ